ថ្ងៃនេះជាអាសាឡហបូជាក៏ជាថ្ងៃដ៏ពិសេសនៅក្នុងព្រះពុទ្ធសាសនាគឺប្រពដល់ថ្ងៃដែលព្រះអង្គយាងចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះមេត្តាថ្ងៃដែលព្រះអង្គយាងចេញសាងពុទ្ធនោះថ្ងៃដែលព្រះអង្គប្រោះបញ្ចវគិនិងសម្ដែងពធមុនពេលបង្អស់លើកដំបូងនិងព្រះអង្គទ្រង់សម្ដែងយមកបាតិកាជាថ្ងៃអស្ចារ្យគឺទៅថ្ងៃ15កើតខែអាសាឍនេះឯងសូមអូនប្អូនកូនប្អូនទាំងអស់គ្នាអនុមោទនីសូមចម្រើនពរញាតិញោមបងប្អូនថ្ងៃនេះខ្ញុំគណៈអាត្មាភាពសូមនាំលោកអ្នកទៅមើលលោកអ៊ំស្រីម្នាក់ដែលគាត់ធ្វើកំបោរសចេញពីលាគាត់ត្រូវចំណាយពេលវេលាដើម្បីទៅរើសអាចគោនៅតាមវាលស្រែក្រោមកម្ដៅថ្ងៃរាប់សិបអង្សាហើយខ្ញុំអាត្មាភាពជឿថាកិច្ចការងារមួយនេះលោកអ្នកប្រហែលជាធ្លាប់ឆ្លងកាត់ឬក៏ធ្លាប់ឃើញជីដូនអ្នកម្ដាយរបស់យើងធ្វើហើយដូច្នេះដើម្បីកុំឲ្យខាតពេលសូមលោកអ្នកទស្សនានៅអនុស្សាវរីយ៍របស់អ្នកម្ដាយជីដូនយើងដូចតទៅកំបោរសនេះមានប្រយោជន៍ច្រើនយ៉ាងណាស់បងប្អូនមិនត្រឹមតែហូបជាមួយម្លូស្លាបានប៉ុណ្ណោះទេតែចាស់បុរាណយើងអាចយកទៅធ្វើជាឱសថបុរាណផ្សេងច្រើនយ៉ាងទៀតសម្រាប់ព្យាបាលរូបរាងកាយរបស់យើងដោយលោកអ្នកធ្លាប់ឃើញមកហើយយើងឈឺកឈឺជង្គង់អីយើងអាចយកកបោរនេះទៅលាបតាមធម្មតាអាចជាបានដែរ បើសិនជាបងប្រុសបងស្រីកំពុងតែមានអាការៈដូចជាអាសាឈឺក្បាលវិលមុខស្វាំងភ្នែកអាសាផ្ដាសាយញឹកញាប់ក៏ដូចជាមានហៀសវល់ត្រូវក្តៅក៏ពិបាកត្រជាក់ខ្លាំងក៏ពិបាកអាសាកតាសនេះគឺជាអាការៈអាឡែស៊ីចំហនេះគឺជាដំណាក់កាលទី1បងប្អូន
តែបើសិនជាបងប្អូនមិនទាន់ជាបាទេទុកយូរនឹងវិវត្តទៅជារឹសដងច្រមុះបងប្អូនអរគ្នាហើយថ្ងៃនេះដែរបើសិនជាបងប្អូនមានអាការៈដូចនេះខ្ញុំរៀបរាប់ខាងលើត្រឹមតែអាឡែស៊ីច្រមុះទេខ្ញុំចង់ណែនាំពីអសុបបុរាណខ្មែរមួយដែលព្យាបាលដោយដែលខ្ញុំរៀបរាប់ខាងលើនេះគឺបងប្អូនភាសាបាន3ថ្ងៃចាប់ផ្ដើមច្រមុះយើងស្ងួតមិនសូវជាកតាស់ញឹកញាប់ជាងមុនទេអាសាប្រាសាយអីហ្នឹងក៏បាត់ដែរបងប្អូនហើយមួយវិញទៀតបងប្អូនអាសាឈឺក្បាលញឹកញាប់សក់យើងក៏រៀងស្កើស្បែកស្ងួតស្បែកស្អាតស្វាងភ្នែកមើលមិនសូវបានឆ្ងាយមើលទៅរៀងស្វាងណាបងប្អូនប្រើមួយឈុតនេះគឺជាដាច់តែម្ដងបងប្អូនតែត្រូវតមរយៈពេល60ឆ្នាំផងបងប្អូនរបៀបប្រើការតមគឺនៅលើកញ្ចប់ហ្នឹងមានស្រេចបងប្អូនអរគ្នាហើយបើសិនជាបងប្អូនអាសាឈឺក្បាលខ្លាំងពេលដែលបងប្អូនខលមកជីវឆ្នាំបងប្អូនប្រាប់ខាងបងប្អូនបន្ថែមតិចទៀតមកនឹងមានថ្នាំជំនួយឲ្យបំបត្តិឈឺក្បាលនឹងផ្សេងពីនឹងទៀតបងប្អូនអាចដាំលាយចូលជាមួយនឹងថ្នាំឬដូងច្រមុះឬក៏អាឡាក់ស៊ីច្រមុះនេះបានបងប្អូនហេតុអីបានខ្ញុំនិយាយពីរអញ្ចឹងដោយសារតែដំណាក់កាលទី1គឺត្រឹមតែអាឡែស៊ីច្រមុះឯងបងប្អូនតែបើយើងទុកយូរនឹងវិវត្តខ្លាយទៅជារឹសដងច្រមុះបងប្អូនអញ្ចឹងបើសិនជាបងប្អូនបានជីវថ្នាំនឹងទៅកុំបារម្ភអីដោយសារតែថ្នាំនេះអត់មានជាតិចត់ជារវិញឬក៏ប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនអត់មានប៉ះពាល់រំដងនោមទេគឺឈ្ងុយដូចតែអញ្ចឹងហើយថ្នាំខ្មែរយើងសំជាដាច់អត់មានប៉ះពាល់អីផ្សេងទេបងប្អូនឆ្ងាញ់តែម្ដងបងប្អូនអរគ្នាឆ្ងាញ់តែម្ដងបងប្អូនអរគ្នាអញ្ចឹងជាចុងក្រោយនឹងខ្ញុំសូមអរគុណបងប្អូនអរគ្នាដែលកំពុងតែមើលវីដេអូមួយនេះជម្រាបលាបងប្អូនអរគ្នា